ក្នុងអនាគតមួយដែលពេលវេលាគឺជាប្រកាសហើយការវិវត្តនៃវ័យឈប់នៅត្រឹមអាយុ25ឆ្នាំនាឡិកាមិនដែលឈប់ដើរឡើយសម្រាប់អ្នកក្រីក្រគ្រប់វិនាទីគឺជាការតស៊ូដើម្បីរស់Versailles ភ្ញាក់ពីដំណេកក្នុងសង្កាត់ក្រីក្រយាយធនជាមួយនឹងបន្ទុកដ៏ធ្ងន់លើស្មារៀងរាល់ព្រឹកគាត់រស់នៅក្នុងភាពប្រថុយប្រថានសម្លឹងមើលទៅពិភពលោកដែលត្រូវបានបង្កើតឡើងដើម្បីដេញតាមពេលវេលារបស់គាត់ដោយសល់ពេលមិនដល់មួយថ្ងៃនៅលើដើមដៃគាត់មិនអាចមានកំហុសសូម្បីតែបន្តិចគាត់រៀបចំខ្លួនសម្រាប់វេនការងារថ្មីនៅរោងចក្រដោយមានត្រឹមតែកាហ្វេមួយពែងនិងការតាំងចិត្តយ៉ាងមុតមាំដើម្បីមើលឃើញថ្ងៃស្អែកប៉ុន្តែទោះបីជាស្ថិតក្នុងភាពក្រីក្រក៏នៅតែមានពន្លឺសង្ឃឹមគាត់បានចែករំលែកគ្រាដ៏កក់ក្ដៅនិងផ្អែមល្ហែមជាមួយ Rachel ដែលជាម្ដាយរបស់គាត់នៅក្នុងពិភពលោកនេះពួកគេមើលទៅមានអាយុប្រហាក់ប្រហែលគ្នាប៉ុន្តែក្តីស្រឡាញ់រវាងពួកគេគឺជាអ្វីតែមួយគត់ដែលជួយឲ្យពួកគេរឹងមាំក្នុងប្រព័ន្ធសង្គមដ៏សាហាវតម្លៃនៃការរស់នៅកាន់តែខ្ពស់ហើយសម្ពាធក៏កាន់តែខ្លាំងពួកគេនិយាយគ្នាអំពីការងារនិងការរស់រានមានជីវិតភាពភ័យខ្លាចចំពោះនាឡិកាដែលមិនអាចនិយាយចេញមកបានតែងតែមានវត្តមាននៅចន្លោះពួកគេជានិច្ចវាគឺជាក្តីស្រឡាញ់របស់ម្ដាយនៅក្នុងពិភពលោកមួយដែលគ្មានពេលសម្រាប់វាជាការរំលឹកអំពីអ្វីដែលពួកគេកំពុងតស៊ូដើម្បីមុនពេលគាត់ចេញទៅក្រៅពួកគេបានធ្វើកិច្ចតាមទម្លាប់ប្រចាំថ្ងៃដើម្បីការរស់រានមានជីវិតការផ្ទេរនីតិតាមរយៈរូបរាងកាយជាកាដូនៃជីវិតដែលហុចពីដើមដែនខាងទៅខាងទៀតសម្រាប់ Will និង Rachel ពេលវេលាមិនមែនសម្រាប់គ្រាន់តែប្រើប្រាស់នោះទេប៉ុន្តែវាគឺជាការចែករំលែករហូតដល់វិនាទីចុងក្រោយ